ត្រឹមថ្ងៃទី10ខែធ្នូឆ្នាំ2025ជនស៊ីវិលកម្ពុជាដែលបានបាត់បង់ជីវិតកើនឡើងដល់10នាក់ដែលក្នុងនោះមានទារកម្នាក់ក្រសួងការពារជាតិបានបញ្ជាក់ថាគិតដល់ពេលនេះសកម្មភាពឈ្លានពានរបស់ថៃបង្កឲ្យជនស៊ីវិលស្លូតត្រង់ចំនួន10នាក់រួមទាំងទារកម្នាក់បាត់បង់ជីវិតនិងរងរបួស60នាក់សកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់ថៃបានបង្កឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដោយគិតត្រឹមថ្ងៃទី10ខែធ្នូឆ្នាំ2025នេះមានជនស៊ីវិលបានបាត់បង់ជីវិតកើនឡើងរហូតដល់10នាក់ក្នុងនោះក៏មានទារកម្នាក់ផងដែរនិងរងរបួសជនស្លូតត្រង់ចំនួន60នាក់ពាក់ព័ន្ធនឹងបញ្ហានេះកម្ពុជាបានអំពាវនាវឲ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពនិងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្ដងហើយម្ដងទៀតនេះដោយទាមទារឲ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រមួយនេះកម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់រកអរិយភាពជាបន្ទាន់ដែលដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជានិងជៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាពនិងជៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ទន្ទឹមនឹងនេះកម្ពុជាអំពាវនាវឲ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពនិងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឲ្យបានម៉ឺងម៉ាត់ស្មោះត្រង់និងដោយសុឆន្ទៈពិតប្រាកដ